បាទសូមគោរពជំរាបសួរទូរទស្សនិកជនទីមេត្រីស្វាគមន៍មកកាន់កិច្ចពិភាក្សាពិសេសរបស់ទូរទស្សន៍ BTV ទូរទស្សនិកជនទីមេត្រីថ្ងៃនេះកិច្ចពិភាក្សារបស់យើងគឺផ្ដោតសំខាន់ទៅលើសមាជរដ្ឋសភានិងព្រឹទ្ធសភាដែលទើបតែបញ្ចប់ទៅកាលពីម្សិលមិញនេះទូរទស្សនិកជនបានជាបហើយពាក់ព័ន្ធទៅនឹងប្រធានបទចំនួន3សំខាន់ដែលសមាជព្រឹទ្ធសភានិងរដ្ឋសភាជាប្រវត្តិសាស្ត្រលើកដំបូងបានលើកយកមកជជែកដេញដោលគ្នារវាងសភារបស់កម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណារុញច្រានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋលើប្រធានបទទាំង3នោះគឺទី1ស្ដីពីប្រព័ន្ធគាំពារសង្គមទី2គឺស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងទី3គឺស្ដីពីវិស័យកសិកម្មប្រធានបទទាំងអស់នេះគឺសិតតែជាប្រធានបទសំខាន់មែនទែនដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលគោលដៅសំខាន់ធ្វើយ៉ាងណាគឺផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសពលរដ្ឋដែលគោលដៅបាទដែលពលរដ្ឋងាយរងហានិភ័យងាយរងគ្រោះនោះគឺធ្វើយ៉ាងណាឲ្យពួកគាត់មានសេដ្ឋកិច្ចធូរធារមានជីវភាពធូរធារស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ2030និងឆ្នាំ2050ដែលជាប្រទេសអភិវឌ្ឍនៅពេលខាងមុខដូច្នេះថ្ងៃនេះប្រធានបទរបស់យើងគឺមានវាគ្មិនចំនួន2រូបដែលចូលរួមទី1គឺអាយដាមកែវពិសិដ្ឋអាយដាមគឺជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាក៏ដូចជាសមាជព្រឹទ្ធសភារដ្ឋសភានិងព្រឹទ្ធសភានិងជានាយកខុទ្ទកាល័យរបស់សម្ដេចប្រធានរដ្ឋសភាផងដែរជាមួយគ្នានេះយើងក៏មានលោកបណ្ឌិតគុជលីដែលលោកគឺជាប្រធានគណៈបកផ្នែកតែមួយលោកក៏បានចូលរួមនៅក្នុងសមាជរយៈពេល2ថ្ងៃនេះដែរដូច្នេះយើងមានវាគ្មិនចំនួន2រូបដែលពួកគាត់អាចលើកឡើងពីគ្រប់ផ្នែកដោយសារថាម្នាក់តំណាងគណៈបកនយោបាយហើយម្នាក់ទៀតគឺតំណាងអង្គសមាជអញ្ចឹងយើងមានធាតុផ្សំរួមដើម្បីចែករំលែកជាព័ត៌មានសំខាន់បន្ថែមទៀតជូនទៅដល់ប្រជាពលរដ្ឋនិងទូរទស្សនិកជនបានតាមដានទស្សនាជាបន្តបន្ទាប់នៅក្នុងកិច្ចពិភាក្សារបស់យើងនេះដូច្នេះជាដំបូងនេះខ្ញុំសូមជម្រាបសួរវាគ្មិនយើងសិនបាទជម្រាបសួរសូមជម្រាបសួរបាទសូមអរគុណវាគ្មិនដែលបានចំណាយពេលវេលានៅក្នុងការចូលរួមកិច្ចសម្ភាសជាមួយនឹង BTV នៅថ្ងៃនេះខ្ញុំជូនសំណួរទៅលោកបណ្ឌិតគុជលីម្ដងដោយសារថាលោកក៏បានចូលរួមនៅក្នុងអង្គសមាជរបស់យើងដែរនៅក្នុងនាមលោកជាប្រធានគណៈបកខ្មែរតែមួយបាទតើលោកមើលឃើញការជជែកដេញដោលគ្នានៅក្នុងអង្គសមាជនេះរវាងតំណាងសភាដែលជាតំណាងរបស់ពលរដ្ឋបាទរវាងសមាជិកព្រឹទ្ធសភារដ្ឋសភាដែលហើយនឹងជាមួយនឹងរដ្ឋាភិបាលទៅលើប្រធានបទនឹងមានការជជែកដេញដោលគ្នាយ៉ាងម៉េចខ្លះបាទតាមមើលឃើញរបស់លោកបាទជាបឋមខ្ញុំសូមគោរពសូមជម្រាបសួរបងប្អូនដែលកំពុងតាមដានស្ដាប់ជាពិសេសគឺសូមអរគុណដល់ BTV បានផ្ដល់កិត្តិយសហើយសូមគោរពជម្រាបសួរអាយដាមកែវពិសិដ្ឋហើយនិងបងប្អូនតារានៅទីនេះក្រោយពីបានស្ដាប់អាយដាមបណ្ឌិតកែវពិសិដ្ឋមកគឺខ្ញុំសូមគាំទ្រនៅគំនិតរបស់អាយដាមដែលបានសង្ខេបនៅក្នុងព្រឹត្តិការណ៍សម័យយើងទៅមូលគឺខ្ញុំឯកភាពនៅអ្វីដែលអាយដាមបានមានប្រសាសន៍គឺពិតជាគាំទ្រប៉ុន្តែក្នុងនាមគណៈបកនយោបាយខ្ញុំសូមបន្ថែមធាតុចូលបន្ថែមនៅក្នុងការដែលយើងបានទៅពិនិត្យមើលនៅស្ថានភាពនៅក្នុងអង្គប្រជុំទាំងមូលយើងមើលឃើញថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាបើយើងគិតពីឆ្នាំ1993មកបច្ចុប្បន្នភាពដែលយើងអនុម័តទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ1993ប្រជាណាចក្រទី2របស់យើងហើយចឹងរដ្ឋធម្មនុញ្ញក៏បានចែងដោយអាដាមមានប្រសាសន៍ជាងគឺមាត្រា146 47យើងបានចែងពីសមាជជាតិរបស់យើងមិនថែមប៉ុណ្ណោះគឺមានច្បាប់បន្ថែមមួយទៀតគឺការប្រព្រឹត្តទៅរដ្ឋសភានិងព្រឹទ្ធសភាដើម្បីឲ្យសមាជជាតិរបស់យើងនេះដំណើរការអញ្ចឹងយើងមើលឃើញថាសមាជនេះវាមានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរហើយបើយើងប្រៀបធៀបពីសម័យសង្គមរាស្ត្រនិយមគឺនៅសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចតាយើងក៏ធ្លាប់បានធ្វើសមាជច្រើនដងដែរគឺរហូតដល់28ដងអញ្ចឹងបើខ្ញុំចាំចំនួននឹងឯកសារគឺសមាជលើកទី1របស់នៅក្នុងសម័យសង្គមរាស្ត្រនិយមនេះគឺថ្ងៃទី15ខែ6ឆ្នាំ1957អញ្ចឹងមកបញ្ចប់នៅថ្ងៃទី28ខែធ្នូឆ្នាំ1969រហូតដល់មានថ្ងៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងគឺរបបលន់នល់នឹងចូលតែម្ដងអញ្ចឹងយើងមើលឃើញថាសមាជពីសម័យមុនក៏បានជាចាត់ទុកថាឲ្យប្រជាពលរដ្ឋបានធ្វើជាគំរូមួយអ្នកសិក្សាស្រាវជ្រាវឲ្យមើលឃើញហើយឥឡូវយើងមិនអាចប្រៀបធៀបបានពីសម័យនឹងសម័យនឹងបានទេប៉ុន្តែគឺជាប្រវត្តិសាស្ត្រដែលយើងបានចងទុក
ជាឯកសារដូចយើងធ្វើកាលពីថ្ងៃទី2ទី3ខែមិថុនាដូចគ្នាឆ្នាំ2025គឺជាឯកសារប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិហើយសម្រាប់ប្រជាពលរដ្ឋដែលយើងបានរៀនសូត្រទាំងអស់គ្នាប៉ុន្តែខ្លឹមសារដែលយើងធ្វើនៅថ្ងៃនេះគឺវាមានសារៈសំខាន់កលានុភាពសង្គមរបស់យើងដែលកំពុងតែមកដល់ពេលនេះគឺបញ្ហា3ដែលសំខាន់ជាងគេគឺបញ្ហាគាំពៀសង្គមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនិងបញ្ហាកសិកម្មអញ្ចឹងយើងមើលឃើញថាក្នុងអង្គប្រជុំទាំងមូលជាពិសេសគឺអង្គសភាទាំងអង្គព្រឹទ្ធសភាដែលគាត់បានបញ្ចេញមតិយោបល់ទៅក្នុងនោះគឺមានន័យថាមិនថាគណៈបកនយោបាយខាងព្រឹទ្ធសភាហើយនិងគណៈបកប្រជាជនទេគឺមានការព្រួយបារម្ភគឺបញ្ហាទី1ដែលខ្ញុំចាប់អារម្មណ៍គឺការគាំពៀសង្គមតែម្ដងអញ្ចឹងយើងមើលឃើញថាអាណត្តិទី6ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីបានអនុវត្តរបបសង្គមសន្តិសុខជំនួយសង្គមហើយនឹងបបសសហ្នឹងមានន័យថារួចហើយមិនមែនមានន័យថាសមាជរបស់យើងធ្វើនៅថ្ងៃនេះសម័យរដ្ឋសភានិងព្រឹទ្ធសភាធ្វើថ្ងៃនេះយើងចាប់ផ្ដើមអនុវត្តនោះទេអញ្ចឹងការកត់សម្គាល់និងការតាមដានរបស់ខ្ញុំតាំងពីអាណត្តិទី6មកព្រោះអាដាមក្រុមឧស្សាហ៍ពិគ្រោះយោបល់យើងធ្លាប់បានពិគ្រោះយោបល់យើងធ្លាប់បានទៅជែកពីលើបញ្ហាបបសសម្រាប់ប្រជាពលរដ្ឋខ្មែរនឹងដែរហើយរួមទាំងនេះដែរយើងមើលឃើញថាអាណត្តិទី7រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងមិនតែប៉ុណ្ណឹងគឺក្នុងអាដាមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលយើងបញ្ចូលធាតុចូលហើយជាពិសេសគឺវាគប់ជួនពេកហើយគណៈបកខ្មែរតែមួយបានធ្វើទស្សនទានជូនប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបានបបសហើយដើម្បីឲ្យប្រមុខរាជរដ្ឋាភិបាលពិចារណាអំពីអាយុកំណត់ដែលមានមាត្រាមួយនោះបានចែងនៅក្នុងបានសសនេះគឺប្រជាពលរដ្ឋកំណត់អាយុ60ក្រោមពី60បានធ្វើបានអញ្ចឹងហើយទស្សនទានសម្ដេចបវរធិបតីបានចាទទួលយកនៅទស្សនទានរបស់ខ្មែរតែមួយសូមឲ្យធ្វើវិសោធនកម្មដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋថាចាប់ពីអាយុមិនត្រឹម60ទេឲ្យអាយុកើនជាងនឹងទៅទៀតមិនកំណត់អាយុ60ទេចំពោះអ្នកស្វែងនិយោជន៍ដែលបានទទួលបានបសសនេះពួកអានេះគឺគិតត្រូវគិតគូរអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអញ្ចឹងហើយយើងមើលឃើញថាការដែលសមាជលើកឡើងនៅទីនេះគឺមានអង្គសមាជក៏បានលើកពីបញ្ហាពាក់ព័ន្ធទៅនឹងការកំណត់អាយុនោះដែរអញ្ចឹងបញ្ហានេះគឺគណៈបកនយោបាយយើងគឺបានតាមដានអំពីបញ្ហាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាសកម្មភាពសង្គមរបស់យើងមានប្រយោជន៍សម្រាប់សង្គមយើងច្រើនណាស់អញ្ចឹងយើងមើលឃើញថាទស្សនវិជ្ជារួមនៅក្នុងកិច្ចអង្គប្រជុំសភាយើងឃើញថាល្អគោលការណ៍លទ្ធិប្រជាធិបតេយ្យបច្ចេកគ្នាដោយមិនប្រកាន់គណៈបកនយោបាយពីព្រោះគណៈបកនយោបាយដែលបានជាប់សម្លេងនៅក្នុងសភាយើងឃើញថាគណៈបកហ៊ុនស៊ុនពេជ្រនិងគណៈបកមកពីព្រឹទ្ធសភាគឺគណៈបកឆន្ទៈខ្មែរអញ្ចឹងបានបញ្ចេញយោបល់ស្មើគ្នាគឺមាននាទីនាឡិកានៅទីនោះគឺ10នាទីម្នាក់យើងឃើញថាទស្សនៈរបស់អាយដាមនិងលោកជំទាវដែលនៅទីនោះគឺមានសារៈសំខាន់ពីព្រោះទស្សនៈរបស់អាយដាមលោកជំទាវនៅក្នុងអង្គសម័យគឺជាតំណាងរបស់ប្រជាពលរដ្ឋពីព្រោះលោកដែលជាប់ឆ្នោតក្នុងសភាទាំងព្រឹទ្ធសភាសិតតែជាសម្លេងរបស់ប្រជាពលរដ្ឋតំណាងរបស់ខ្លួនដូចអ្នកតំណាងរាស្ត្រជាប់ឆ្នោតដោយសារប្រជាពលរដ្ឋបោះឆ្នោតឲ្យហើយតួអង្គព្រឹទ្ធសភាគឺបោះឆ្នោតដោយក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតសកលគឺតំណាងឲ្យសិតតែប្រជាពលរដ្ឋទាំងអស់អញ្ចឹងសម្លេងដែលគាត់លើកឡើងនឹងគឺជាសម្លេងដែលប្រជាពលរដ្ឋពំនាំឲ្យពួកសមាជិកសភានិងរដ្ឋសភាលើកមកអង្គសមាជដើម្បីជាទុកកង្វល់របស់ប្រជាពលរដ្ឋឧទាហរណ៍ជាក់ស្ដែងដោយអាដាមម៉ុងរិទ្ធីបាទម៉ុងរិទ្ធីគាត់ព្រួយបារម្ភអំពីបញ្ហាអាហារគីមីបញ្ហាសត្វជាពិសេសគឺសត្វជ្រូកតែម្ដងគាត់បានលើកជាក់ស្ដែងអញ្ចឹងនេះគឺជាការលើកឡើងមិនមែនគាត់ថាគាត់នៅក្នុងគណៈបកប្រជាជនគ្រប់គ្រងថាពាក់ព័ន្ធនឹងបញ្ហាអាហារសុខភាពទេប៉ុន្តែគាត់លើកពីបញ្ហាប្រឈមដែលប្រជាពលរដ្ឋកំពុងជួបប្រទះជាក់ស្ដែងហើយខ្ញុំក៏ឃើញថាអាដាមប៉ែនស៊ីម៉ុនក៏គាត់លើកបញ្ហាមួយជ្រុងពាក់ព័ន្ធនឹងខេត្តកពតពីបញ្ហាទុរេនឬក៏បញ្ហាអីផ្សេងដែលយើងមើលឃើញថាការកត់សម្គាល់អាដាមលោកជំទាវលើកនៅទីនេះគឺសិតតែរឿងប្រយោជន៍សម្រាប់ជាតិទាំងអស់អញ្ចឹងហើយអាការដែលយើងលើកវេទិកាសាធារណៈសមាជជាតិនេះគឺជាការបដោះផ្ដងយោបល់គ្នាទៅវិញទៅមករវាងរាជរដ្ឋាភិបាលជាមួយសមាជិករដ្ឋសភានិងព្រឹទ្ធសភាទោះបីតំណាងប្រជាពលរដ្ឋអត់ទាន់បានមានលទ្ធភាពចូលក៏ដោយប៉ុន្តែមានតំណាងរបស់ខ្លួនសម្រាប់ការទៅជែកដេញតោលអញ្ចឹងវេទិកានេះគឺសមាជជាតិរបស់យើងគឺមានសារៈសំខាន់ដែលប្រធានបទទាំង3នេះគឺមានប្រយោជន៍សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែររបស់យើងបានឃើញរាជរដ្ឋាភិបាលក៏អនុវត្តហើយតួនាទីដែលពិសេសគឺអាដាមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលបានទៅចូលរួមដែលយើងបានតាមដាន
គាំទ្ររាជរដ្ឋាភិបាលក្នុងការរិះគន់ស្ថាបនាឬគោលនយោបាយក្រោយពីការបោះឆ្នោតមកអញ្ចឹងពេលដែលយើងបោះឆ្នោតយើងនិយាយអំពីគោលនយោបាយគណៈបករៀងខ្លួនដើម្បីទាក់ទាញធ្វើម៉េចឲ្យសម្លេងប្រជាពលរដ្ឋអនុវត្តនៅគោលនយោបាយរបស់ខ្លួនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅពេលដែលយើងអត់ទទួលបានសម្លេងឆ្នោតក៏ប៉ុន្តែយើងបានចូលរួមជាមួយរាជរដ្ឋាភិបាលតាមពិគ្រោះយោបល់យើងមានតែធៀបចូលនៅក្នុងការទៅជែកនិងផ្ដោះផ្ដងយោបល់ដើម្បីជូនដល់រាជរដ្ឋាភិបាលពិនិត្យហើយនឹងពិចារណាអ្វីដែលធៀបចូលនេះគឺជាពំនាំដែលប្រជាពលរដ្ឋមានការទុកលំបាកដែលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចបវរធម្មដីអញ្ចឹងខ្ញុំចង់និយាយថានៅពេលនេះគណៈបកនយោបាយគ្រប់ទាំងអស់មិនថាគណៈបកណាទេពីព្រោះពេលដែលប្រទេសជាតិយើងកំពុងមានបញ្ហាសម្រាប់ខ្ញុំជាទស្សនៈយើងគួរតែដោះអាវពាក់អាវរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយបវរធម្មដីហ៊ុនម៉ាណែតយើងជឿជាក់សម្រាប់លើសម្ដេចបវរធម្មដីហ៊ុនម៉ាណែតដើម្បីការដោះស្រាយនៅបញ្ហាព្រំដែនពីព្រោះបញ្ហាព្រំដែនវាមិនមែនស្ថិតនៅលើគណៈបកនយោបាយណាគឺជាបញ្ហាបូរណភាពទឹកដីប្រទេសកម្ពុជាអញ្ចឹងហើយគឺជាបញ្ហារួមរបស់យើងអញ្ចឹងយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលមានសមត្ថភាពក្នុងការដឹកនាំសម្រាប់ទៅតុលាការ ICJ ពីព្រោះយើងទឹកដីនេះជាទឹកដីរបស់យើងហើយទោះបីភាគីថៃមិនព្រមឬព្រមក៏មិនព្រមក៏ដោយចំហរាជរដ្ឋាភិបាលត្រូវតែយកសំណុំរឿងនេះទៅដាក់ទីក្រុងឡាអេហើយតុលាការ ICJ វាមិនខុសពីរឿងប្រាសាទព្រះវិហារនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ដែលយើងបានឈ្នះក្តីអញ្ចឹងចំហនៅពេលនេះសម្រាប់ខ្ញុំនៅគណៈបកនយោបាយដូចខ្ញុំនិយាយពីដើមអញ្ចឹងយើងគួរតែដោះអាវពាក់ពាក់អាវរាជរដ្ឋាភិបាលអាណត្តិទី7គាំទ្ររាជរដ្ឋាភិបាលជឿជាក់ដើម្បីដោះស្រាយបញ្ហាលើព្រំដែននេះបាទសូមអរគុណមែនទែនលោកគុជលីដែលបានលើកឡើងពីការមើលឃើញរបស់លោកនៅក្នុងនាមជាតំណាងគណៈបកនយោបាយដែលបានចូលរួមនៅក្នុងអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាកាលពីថ្ងៃទី2ទី3កន្លងទៅនេះលោកគុជលីខ្ញុំសូមជូនទៅលោកបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងការបន្តចូលរួមរបស់គណៈបកនយោបាយនៅក្នុងនាមតាមដានពិនិត្យមើលលើអ្វីដែលទទួលបានពីសមាជហ្នឹងដើម្បីធ្វើយ៉ាងណានៅក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនៅផ្ដល់យោបល់ដល់រាជរដ្ឋាភិបាលបាទតើគណៈបកនយោបាយនៅក្នុងនាមគណៈបកនយោបាយនឹងបន្តចូលរួមតាមដានផ្ដល់ធៀបចូលទៅលើប្រធានបទសំខាន់របស់ជាតិយ៉ាងណាបន្តទៀតបាទអរគុណណាស់ហើយជាការពិតណាគណៈបកនយោបាយយើងនឹងបន្តចូលរួមយ៉ាងសកម្មពិនិត្យទៅលើសមាជសភានិងរដ្ឋសភាដែលប្រធានបទទាំង3នេះវាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែររបស់យើងអញ្ចឹងហើយយើងមើលឃើញថាក្រោយពីរដ្ឋសភាហើយនឹងព្រឹទ្ធសភាសមាជនេះដែលបានអនុម័តគាំទ្រ 100% ទៅលើប្រធានបទយើងទាំង3ដែលបានទៅជែកគ្នានេះវាល្អបំផុតយើងទស្សនៈរបស់ខ្ញុំគឺគណៈបកនយោបាយក្នុងនាមខ្ញុំគណៈបកនយោបាយឬគណៈបកទាំងអស់គឺបានគាំទ្រវាមានប្រយោជន៍សម្រាប់សង្គមជាតិយើងត្រូវតែធ្វើយើងគាំទ្រប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងឃើញថាគោលនយោបាយទាំងអស់ក៏អនុវត្តទៅក៏វាមានប្រសិទ្ធភាពនិងប្រសិទ្ធផលដល់កម្រិតណាលុះត្រាតែយើងចូលរួមទាំងអស់មិនមែនចូលរួមតែគណៈបកនយោបាយទេតួអង្គរាជរដ្ឋាភិបាលរបស់ខ្លួនក៏ចូលរួមយ៉ាងសកម្មដែរអញ្ចឹងប្រសាសន៍សម្ដេចបវរធម្មដីក៏ធ្លាប់បានប្រសាសន៍ឲ្យដាស់តឿនដល់មន្ត្រីកុំឲ្យស្ពឹកស្ពន់អញ្ចឹងគោលនយោបាយយើងល្អក៏ប៉ុន្តែមន្ត្រីថ្នាក់ក្រោមជាតិដែលគាត់យកទៅអនុវត្តមានការយឺតយ៉ាវអញ្ចឹងធ្វើឲ្យស្ទះនៅក្នុងការអនុវត្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក៏អត់ទាន់បានហើយនឹងការអនុវត្តគោលនយោបាយហ្នឹងដែលវាមិនបានល្អហ្នឹងហើយក៏ជាទូលនីតិរួមចំណែកជាមួយនឹងគណៈបកនយោបាយឬក៏អ្នកផ្សេងដែលយើងចូលរួមរិះគន់ដើម្បីស្ថាបនាដើម្បីជាតិយើងជួយជំរុញនេះមិនជំរុញមន្ត្រីថ្នាក់ជាតិគឺមន្ត្រីថ្នាក់ក្រោមជាតិតែម្ដងឥឡូវយើងឧទាហរណ៍ថាគោលនយោបាយអភិវឌ្ឍភូមិឃុំសង្កាត់មួយវាមានសារៈសំខាន់ណាស់ដែលពីគោលនយោបាយហ្នឹងគឺប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជាពិសេសយើងក្តីព្រួយបារម្ភរបស់យើងរាល់ថ្ងៃគឺការសេវាសាធារណៈក្រៅក្នុងក្របខ័ណ្ឌឃុំសង្កាត់នេះគឺមានការយឺតយ៉ាវបន្តិចអញ្ចឹងអ្វីដែលខំធ្វើសមាជយើងថ្ងៃនេះរដ្ឋសភាទោះបីគោលនយោបាយ3ហ្នឹងធំក៏ដោយក៏ប៉ុន្តែពាក់ព័ន្ធក៏ដាស់តឿនដល់មន្ត្រីរាជការជាពិសេសគឺមន្ត្រីឃុំសង្កាត់ហ្នឹងតែម្ដងពីព្រោះការអភិវឌ្ឍឃុំសង្កាត់បើយើងយកគោលនយោបាយទី3មកនិយាយគឺការអភិវឌ្ឍកសិកម្មអញ្ចឹងលើកលែងតែរាជធានីភ្នំពេញចេញមានន័យថាគ្រប់ខេត្តទាំងអស់កំពុងតែអនុវត្តគោលនយោបាយកសិកម្មហើយជាពិសេសគឺយើងសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានបង្កើតមន្ត្រីកសិកម្មមន្ត្រីជំនាញកសិកម្មកំពុងតែបណ្ដុះបណ្ដាលមន្ត្រីជំនាញហើយយកខេត្តមួយចំនួនធ្វើជាខេត្តគំរូអាហ្នឹងគឺជាការល្អខ្ញុំឃើញថាធ្វើវិមជ្ឈការរបៀបនេះវាដូចជាការឃុំសង្កាត់យើងដែរហើយយើងឃើញថារាជរដ្ឋាភិបាលខំប្រឹងមួយទៀតគឺសហគមន៍ទំនើបស
សហគមន៍ទំនើបបង្កើតកសិកម្មសហគមន៍ទំនើបឧទាហរណ៍នៅខេត្តកំពង់ធំជាក់ស្ដែងដែលកំពុងធ្វើបច្ចុប្បន្នភាពនេះគឺជាគំរូមួយល្អសម្រាប់ទៅខេត្តផ្សេងអញ្ចឹងយើងមើលឃើញថាគោលនយោបាយដែលដាក់ទៅលុះត្រាតែមន្ត្រីថ្នាក់ក្រោមនឹងជួយអនុវត្តផងជួយយកទៅធ្វើហើយកុំស្ដាប់ហើយមិនធ្វើអាហ្នឹងដែលធ្វើឲ្យការរាំងស្ទះគោលនយោបាយថ្នាក់ជាតិឯខំប្រឹងប្រែងសមាជពីថ្ងៃអត់ល្ងុយផងអីផងហើយអញ្ចឹងចង់ឲ្យប្រជាពលរដ្ឋយើងបានទទួលអញ្ចឹងខ្ញុំក៏មិនតសារមិនបានគឺសម្ដេចតេជោហ៊ុនសែនគឺលោកពូកែគឺពូកែមានន័យថាគ្រប់គ្រងស្ថានភាពនៅក្នុងអង្គប្រជុំទាំងយប់ទាំងថ្ងៃដើម្បីធ្វើម៉េចឲ្យសមាជរដ្ឋសភានិងព្រឹទ្ធសភាហ្នឹងដំណើរការទៅបានល្អអញ្ចឹងយើងត្រឡប់មកវិញយើងមើលឃើញថាគោលនយោបាយកសិកម្មនេះគឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋាននឹងម្ដងពីព្រោះយើងសពថ្ងៃនេះសម្ដេចធិបតីក៏បានមានប្រសាសន៍ដែរថាគោលនយោបាយភូមិមួយផលិតផលមួយភូមិមួយឃុំមួយហ្នឹងគឺភូមិមួយផលិតផលមួយហ្នឹងគឺអនុវត្តអត់ទាន់បាន 100% ទេដើម្បីការឆ្លើយតបជាមួយនឹងអង្គសភាដែលបានលើកឡើងអញ្ចឹងសម្រាប់ខ្ញុំក៏ខ្ញុំមើលឃើញដែរថាគោលនយោបាយភូមិមួយឃុំមួយនៅកន្លែងនេះក៏មានការលំបាកសម្រាប់អភិវឌ្ឍសម្រាប់ភូមិឃុំមួយលើកបញ្ហាជាក់ស្ដែងក្នុងវិស័យកសិកម្មយើងមើលឃើញថានេះគឺជាចំណុចអវិជ្ជមានរបស់ប្រជាពលរដ្ឋទាំងថ្នាក់មូលដ្ឋានដែរហើយខ្ញុំសូមលើកទឹកចិត្តដើម្បីឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍខ្លួនឯងគ្រួសារសេដ្ឋកិច្ចសូមឲ្យចេះដាំជីស្លឹកគ្រៃហូបផងពីព្រោះនៅជុំវិញផ្ទះរបស់លោកអស់លោកប្រជាពលរដ្ឋខ្ញុំថាច្បាស់ណាស់គឺមានដីទីធ្លាអញ្ចឹងយើងសូមឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មដើម្បីការអភិវឌ្ឍកសិកម្មរបស់យើងគឺទី1គឺចូលរួមការហូបចុករបស់ខ្លួនឯងដើម្បីកាត់បន្ថយនៅអាហារដែលមានជាតិគីវីការនាំចូលពីបរទេសជិតខាងអញ្ចឹងបើសិនជាប្រជាពលរដ្ឋភ្ញាក់រលឹកនៃការដាំដុះការហូបចុកនេះគឺជាការជួយសន្សំសំចៃសេដ្ឋកិច្ចគ្រួសារមួយដ៏មានសារៈសំខាន់ណាស់អញ្ចឹងវិស័យសេដ្ឋកិច្ចនេះវិស័យកសិកម្មនៅក្នុងមូលដ្ឋានហ្នឹងដើម្បីឲ្យបានទៅជាមួយគ្នាហើយរួមជាមួយនឹងមន្ត្រីកសិកម្មក៏ខ្ញុំឆ្លៀតឱកាសនេះក៏សំណូមពរដែរថាតើយើងគួរកំណត់គោលដៅមន្ត្រីកសិកម្មដើម្បីទៅជួយប្រជាពលរដ្ឋយើងមើលឃើញថាឧទាហរណ៍ថាការដាំដុះតើយើងបានកំណត់ការដាំដុះនៅក្នុងភូមិសាស្ត្រក្នុងប្រទេសកម្ពុជាទេឧទាហរណ៍តរ៉េនជាក់ស្ដែងអាយដាមនៅខេត្តកំពតបានលើកឲ្យថាតរ៉េនកំពតប៉ុន្តែប្រយ័ត្នថាការទិញតរ៉េននៅកំពតអញ្ចឹងហើយយើងកំពុងព្រួយបារម្ភធ្វើម៉េចឲ្យរាជរដ្ឋាភិបាលថាដាំតរ៉េននៅកំពតដែលយើងល្អទាំងម្រេចទាំងអីសូមឲ្យកាត់បន្ថយនៃការដាំខេត្តផ្សេងដើម្បីឲ្យចង្វាក់ទីផ្សារហ្នឹងមានន័យថាផលិតផលនៅកំពតគឺមានគុណភាពល្អហើយបើសិនជាយើងអនុញ្ញាតឲ្យតកែឬក៏អ្នកដែលដាំហ្នឹងទៅខេត្តផ្សេងទៀតវាធ្វើឲ្យអាសក្តានុពលនៅក្នុងខេត្តកំពតឬក៏គុណភាពនៃការផលិតផលហ្នឹងចង្វាក់ដែលយើងនាំចេញទៅគឺបាត់បង់ឧទាហរណ៍នៅក្នុងប្រទេសបារាំងជាការគំរូមួយសម្រាប់នៅក្នុងការយើងរៀនសូត្រទេយើងមើលឃើញថានៅស្រុកបារាំងគេបែងចែកភូមិសាស្ត្រនៅក្នុងការដាំអញ្ចឹងដូចយើងស្រាអញ្ចឹងយើងចេះឧទាហរណ៍ណាកសិកម្មរបស់គេយើងស្រាប្រភេទស្រាមួយស្រាយើងចេះថាល្បីស្រានេះស្អីប៉ុន្តែបារាំងអត់លក់ស្រាមួយបានទេគឺខ្ចំប៉ាយបាទអញ្ចឹងដើម្បីការពារឲ្យថ្នាំពេទ្យគឺមិនលក់អានឹងគឺសម្រាប់ផុតប៉ុណ្ណឹងបារាំងលក់អស់ហើយបាទគឺចិនទិញចង់យកអស់ហើយម៉ាក់ស្រាដល់ល្បីប៉ុន្តែពីរហ្នឹងគឺបារាំងអត់លក់ទេដោយសារតម្លៃនៅក្នុងស្នូលជាតិអញ្ចឹងយើងសរុបមកវិញក្នុងប្រទេសកម្ពុជារបស់យើងបើយើងក៏លេខមើលវិស័យទេសចរយើងសំដៅទៅលើខេត្តសៀមរាបអញ្ចឹងគឺថាលើសៀមរាបគឺដឹងតែទេសចរអញ្ចឹងបើនិយាយពីរឿងកសិកម្មឥឡូវនេះកន្លែងណាក៏ដាំតែរឿងដល់រដូវតរ៉េនគឺតរ៉េនដល់ផ្លែមៀនតង្កែនឬក៏ស្វាយគឺគ្រប់កន្លែងទាំងអស់អញ្ចឹងកន្លែងនេះវិស័យកសិកម្មគឺជាវិស័យមួយដែលកំពុងបញ្ហាដែលយើងត្រូវរួមគ្នាដោះស្រាយទៅលើសមាជរដ្ឋសភានិងសភាដែលរាជរដ្ឋាភិបាលអនុម័តឲ្យប៉ុន្តែទួលនីតិដែលត្រូវតាមដាននៅពេលដែលតម្លៃរដូវផលទទួលផលហើយថាយើងរកទីផ្សារយ៉ាងម៉េចហើយខ្ញុំក៏សប្បាយចិត្តអបអរសាទររាជរដ្ឋាភិបាលដែលបានមានប្រសាសន៍សម្ដេចបវរធិបតីថារាជរដ្ឋាភិបាលកំពុងតែធ្វើស្តុកដើម្បីទិញស្រូវទុកនេះមានតួនាទីសំខាន់ណាស់បើសិនជាយើងរាជរដ្ឋាភិបាលកំណត់ការទិញស្រូវស្តុកពីប្រជាពលរដ្ឋនឹងហើយគឺជាការលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រកបមុខរបរជាពិសេសគឺដាំស្រូវតែម្ដងចឹងកាលណាផលិតស្រូវគឺយើងស្តុកនៅក្នុងស្រុកបានគឺជាគុណភាពមួយហើយយើងទាំងការទុកដាក់ឲ្យបានល្អគឺជាការល្អបំផុតហើយព្រោះប្រជាពលរដ្ឋយើងសពថ្ងៃមិនមែនគាត់ខ្ជិលទេនិយាយដោយត្រង់អ្វីដែលគាត់ព្រួយបារម្ភប្រជាពលរដ្ឋយើងសពថ្ងៃដែលធ្វើកសិកម្មអីคล้ายទៅជាថៅកែកសិកម្ម
ខ្លួនឯងធ្វើស្រែប៉ុន្តែខ្លាយដោយសារអីទីមួយមុននឹងទៅប្រកបមុខរបរផលគឺធ្វើជួលគេជួលអាត្រាក់ទៅជួលស្រែទៅអីគេទៅដាក់ជីក៏ជួលស្អីក៏ជួលនៅចុងក្រោយប្រមូលផលគឺជួលគេមកច្រូតទៅទៀតអញ្ចឹងហើយអាការចំណាយរបស់គាត់ទៅលើសេវាកសិកម្មនឹងវាច្រើននៅពេលដែលបានផលមកហើយតម្លៃផលនឹងវាត្រូវបានឈ្មួញកណ្ដាលរបស់យើងក៏ឡុកតម្លៃមិនដូចគ្នាទេនៅតាមតំបន់ភូមិសាស្ត្រផ្សេងចេញនេះហើយគឺជាការព្រួយបារម្ភនិងក្តីបារម្ភរបស់ប្រជាពលរដ្ឋរួមផ្សំនៅពេលដែលយើងសម័យរដ្ឋសភានេះគឺមានវិស័យកសិកម្មនេះគឺជាការល្អណាស់ហើយសម្រាប់ខ្ញុំមើលឃើញថាគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងដាក់សូមឲ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគឺពេញចិត្តពេញថ្លើមនៅក្នុងការសម័យរបស់យើងនេះហើយជាពិសេសគឺពាក់ព័ន្ធទៅនឹងចំណីអាហារអ្វីផ្សេងៗដូចខ្ញុំបានលើកពីដើមប៉ុន្តែសូមឲ្យរាជរដ្ឋាភិបាលមេត្តាពិនិត្យពិចារណាហើយពីរឿងគុណភាពមានន័យថាអ្វីដែលយើងនិយាយបានដល់ពេលក៏ប៉ុន្តែផុតរួចហើយគឺនៅតែបន្តទៀតអានឹងគឺជាការគ្រោះថ្នាក់ដល់សេវាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋហើយទោះបីយើងមានសេវាសង្គមគាំពៀក៏ដោយក៏ប៉ុន្តែបើប្រជាពលរដ្ឋយើងគាត់សុខភាពមិនសូវល្អហើយយើងឃើញថាការអភិវឌ្ឍសង្គមជាតិរបស់យើងគឺពឹងផ្អែកទាំងស្រុងគឺទៅលើកម្លាំងប្រជាពលរដ្ឋបើសិនជាប្រជាពលរដ្ឋ17លានអ្នកមានន័យថា10លានអ្នកនៅក្នុងមន្ទីរពេទ្យមានន័យថាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានការវិវត្តទៅមិនលឿនទេអញ្ចឹងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋគឺជាបញ្ហាមួយដែលយើងត្រូវយកចិត្តទុកដាក់ទៅតាមការចំណីអាហារហ្នឹងឯងអញ្ចឹងយើងឃើញការព្រួយបារម្ភរបស់អង្គសភាដែលបានលើកឡើងគឺជាពិតទៅត្រឹមត្រូវមិនត្រឹមប៉ុណ្ណឹងទេប្រជាពលរដ្ឋខ្លួនឯងក៏បានដឹងរឿងហ្នឹងដែរប៉ុន្តែជាទស្សនៈរបស់ខ្ញុំផ្ទាល់ក៏ទទូចសូមស្នើឲ្យប្រជាពលរដ្ឋងាកមកដាំផលិតផលភូមិមួយឃុំមួយគឺដើម្បីបម្រើសេវាខ្លួនឯងតែម្ដងគឺការហូបចុកដើម្បីទី1ចំណេញបានសេដ្ឋកិច្ចទី2សុខភាពល្អតែម្ដងបាទសូមអរគុណលោកបណ្ឌិតគុយលីដែលបានលើកឡើងហើយនឹងការបន្តចូលរួមផ្ដល់ធាតុចូលនឹងតាមដានទៅលើគោលនយោបាយផ្សេងនៅក្នុងនាមជាគណៈបកនយោបាយប្រឆាំងក្រៅរដ្ឋាភិបាលមែនប៉ុន្តែជាសមាជិកក្រុមប្រឹក្សាពិគ្រោះនៅផ្ដល់យោបល់ដល់រដ្ឋាភិបាលបានន័យថាទោះបីជាបកនយោបាយផ្សេងពីគណៈបកប្រជាជនកម្ពុជាដែលជាអ្នកដឹកនាំរដ្ឋាភិបាលមែនប៉ុន្តែនៅបន្តពិនិត្យមើលតាមដានទៅលើគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញនិងប្រមូលពីសុខទុក្ខលំបាករបស់ពលរដ្ឋជូនដល់រដ្ឋាភិបាលដើម្បីដាក់លើតុជជែកដោះស្រាយធ្វើយ៉ាងណាផ្ដល់ប្រយោជន៍ដល់ពលរដ្ឋទាំងអស់នេះហើយគឺជាការរួបរวมសាមគ្គីជាធ្លុំមួយដើម្បីធ្វើយ៉ាងណាផ្ដល់ផលប្រយោជន៍ហ្នឹងទៅដល់សំខាន់ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសនៅមូលដ្ឋានតតែម្ដងលោកគុយលីខ្ញុំជូនលោកបណ្ឌិតបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងយើងឃើញថាសាររបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីនៅក្នុងអង្គសមាជផងជាសារនៅលើបណ្ដាញសង្គមដែលបានបដិញ្ញាចិត្តជាបន្តផងគឺគោលចំហរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងភាគីថៃនោះគឺមិនរាថយទេគឺធ្វើយ៉ាងណាការពារបូរណភាពទឹកដីរបស់យើងដោយសារថាការបំពេញករណីព្រំដែននេះគឺมันអាចលើកលែងបានទេដោយសារថាគឺជាការបំពេញអធិបតេយ្យភាពរបស់កម្ពុជានេះបើតាមការបញ្ជាក់អះអាងរបស់សម្ដេចតេជោដែលសម្ដេចធ្លាប់ទៅដល់ទីនោះផ្ទាល់ដែលមានដានជើងជាមួយនឹងសម្ដេចទាបាញ់នៅទីតាំងនៃកើតហេតុនោះតែម្ដងនេះជាការអាងរបស់សម្ដេចអធិបតីក៏អញ្ជើញត្រឡប់ពីទស្សនកិច្ចផ្លូវការនៅជប៉ុនក៏បានអញ្ជើញទៅដល់ខេត្តព្រះវិហារភ្លាមដើម្បីទទួលរបាយការណ៍បន្ទាប់មកបានប្រកាសនៅក្នុងអង្គសមាជហើយថាដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ហានេះឃើញថៃគេចេញមកគេសុំសម្របសម្រួលអីផ្សេងប៉ុន្តែតាមការអះអាងរបស់សម្ដេចធិបតីថាទោះបីជាយ៉ាងណាក៏ត្រូវតែប្តឹងទៅតុលាការអន្តរជាតិដែរដើម្បីបញ្ចប់វិវាទព្រំដែនរវាងកម្ពុជាថៃដើម្បីកុំទុកឲ្យមានបញ្ហាយូរអង្វែងតទៅទៀតលោកមើលឃើញចំហរបស់រដ្ឋាភិបាលនៅក្នុងការអនុវត្តការដោះស្រាយបញ្ហាព្រំដែនក្តីការដាក់ចេញគោលនយោបាយបន្តក្តីនៅក្នុងរយៈពេលប្រមាណជា20ខែហ្នឹងមានដំណើរយ៉ាងម៉េចដែរបាទចំហខ្លួនខ្ញុំផ្ទាល់គឺគុជលីប្រធានគណៈបកខ្មែរតែមួយហើយដូចជាចំហយន្តការនៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដូចខ្ញុំបានស្ដាប់ឧត្តមបណ្ឌិតកែវវិសិទ្ធមានប្រសាសន៍មិញមានន័យថាយន្តការនៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ក៏មានសិទ្ធិអញ្ជើញតំណាងរាជរដ្ឋាភិបាលមកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដើម្បីសាកសួរអំពីដំណើរការនៃការអនុវត្តជាក់ស្ដែងដូចជើញអាដាមរដ្ឋមន្ត្រីក្រសួងទុនធានទឹកដើម្បីមកឆ្លើយបកស្រាយវាគាត់ជួននៅពេលសមាជអង្គសភារដ្ឋសភាយើងទៅអញ្ចឹងយន្តការហ្នឹងគឺប្រហាក់ប្រហែលហើយសម្ដេចតេជោក៏ធ្លាប់មានប្រសាសន៍ថានេះយន្តការថ្មីមួយគឺក្រៅរដ្ឋសភាអ
ចឹងឧត្តមក្រុមឧស្សាហ៍វិគ្រោះយោបល់ជារួមចំណែកទៀតចូលមួយដ៏មានសារៈសំខាន់ចឹងសរុបមកវិញយើងឃើញថារយៈពេលជាង20ខែយើងថា20ខែចុះការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី7យើងគឺដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំសង្កេតឃើញថាគណៈបកនយោបាយនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់មានមតិជំហរល្អរឹងមាំរួមជាមួយរាជរដ្ឋាភិបាលក៏ទោះបីស្ថិតនៅក្នុងការញុះញង់ជាមួយនឹងក្រុមជ្រុលនិយមមួយចំនួនធំក៏ដោយយើងឃើញថាសមាជិកាគ្រប់គណៈបកនយោបាយទាំងអស់មិនបានពាក់ព័ន្ធនឹងជាមួយពួកក្រុមជ្រុលនិយមទេនេះគឺជាសញ្ញាវិជ្ជមានមួយមានន័យថាសមាជិកទាំងអស់គឺរួមចិត្តរួមថ្លើមគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសយើងក្រោមម្លប់សន្តិភាពអញ្ចឹងនេះគឺជាជំហរធំហើយយើងមើលឃើញថាទោះបីក្រមជ្រុលនិយមបានអំពាវនាវចុងក្រោយថ្ងៃទី18មីនានឹងក៏ដោយយើងឃើញថាជាព្រឹត្តិការណ៍មួយដែលគួរឲ្យចាប់អារម្មណ៍រហូតដល់មានសកម្មជនមួយចំនួនធំក៏ទៅគ្រប់គ្រងជាដែរប៉ុន្តែយើងក៏លេចមើលគឺថាសកម្មជនរបស់គណៈបកទាំង30អត់មានបានទៅពាក់ព័ន្ធគេទេអញ្ចឹងនេះគឺជាចំហធំហើយក្នុងការចូលរួមចំណែករក្សាសន្តិភាពក្នុងការអភិវឌ្ឍពាក់ព័ន្ធនឹងបញ្ហាព្រំដែនចំពោះខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាល 100% អញ្ចឹងចំហនេះគឺព្រោះទឹកដីជាតិរបស់យើងគឺយើងត្រូវតែគ្រប់គ្រងរាជរដ្ឋាភិបាលជឿជាក់នៅលើរាជរដ្ឋាភិបាលមិនតែប៉ុណ្ណឹងសូមឲ្យប្រជាពលរដ្ឋហើយនឹងគណៈបកនយោបាយក្រៅរាជរដ្ឋាភិបាលផ្សេងទៀតសូមឲ្យមេត្តាគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងការយករឿងប្រាសាទព្រះវិហារសូមទោសយករឿងប្រាសាទតាមុនតូចតាមុនធំកបីសត្វតាបីហ្នឹងគឺដើម្បីដោះស្រាយបញ្ហាលើយន្តការតុលាការអន្តរជាតិ ICJ អញ្ចឹងគោលជំហររាជរដ្ឋាភិបាលមិនងាកថយដោយលោកតារាមានប្រសាសន៍មិញថាថៃយល់ព្រមគឺមិនព្រមគឺយើងត្រូវតែធ្វើនេះគឺជាសញ្ញាស្មារតីជាតិជាសញ្ញាមួយរួបរวมជាតិដើម្បីឲ្យប្រជាជាតិខ្មែរជឿទុកចិត្តលើរាជរដ្ឋាភិបាលហើយដើម្បីដោះស្រាយបញ្ហាជាតិពីព្រោះបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍គឺជាបញ្ហារសើបជាមួយនឹងបកជ្រុលនិយមនៅពេលដែលរាជរដ្ឋាភិបាលចេញមុខដោះស្រាយហេតុអីនៅពេលនេះបកជ្រុលនិយមមិនចេញសារគាំទ្រអញ្ចឹងគឺជារឿងមួយដែលប្រជាពលរដ្ឋហើយសកម្មជនអ្នកនយោបាយមេត្តាពិចារណាឥឡូវសម្ដេចបវរធិបតីកំពុងតែធ្វើបញ្ហារឿងជាតិតើមានគណៈបកពួកប្រឆាំងបានចេញសារគាំទ្រឲ្យនៅហើយទាំងគណៈបកផ្សេងទៀតបានចេញសារគាំទ្រនៅសារគាំទ្រមិនបង្ហាញពីអ្វីគឺសារគាំទ្របង្ហាញពីស្មារតីជាតិជាអ្នកស្រឡាញ់ជាតិមិនចាំបាក់ខ្លួនឯងទៅធ្វើនាយករដ្ឋមន្ត្រីចាំប្របាក់ទៅដឹកនាំឲ្យបានដោះស្រាយបញ្ហាជាតិនេះមិនមែនជាអ្នកនយោបាយស្រឡាញ់ជាតិពិតប្រាកដទេគឺជាអ្នកនយោបាយគេហៅថាសត្វកឌៀអញ្ចឹងខ្ញុំច្រើនចាត់ទុកថាក្រុមអ្នកនយោបាយសត្វកឌៀក្រុមអ្នកនយោបាយបញ្ញាកាយហើយក្រុមនយោបាយផ្លុំផ្សែងឥឡូវចូលដល់ក្រុមចុងក្រោយគឺក្រុមអ្នកនយោបាយកំពុងតែផ្លុំផ្សែងញុះញង់ឲ្យដែលសកម្មជនជាតិប្រឆាំងនៅស្រុកថៃហើយនឹងជ្រុលនិយមនៅកម្ពុជាកំពុងតែលេងផ្លុំផ្សែងដើម្បីយករឿងប្រាសាទព្រះវិហាររឿងព្រំដែនខ្មែរថៃរបស់យើងគឺនៅប្រាសាទតាមុននេះម្ដងអញ្ចឹងចុងក្រោយជាសាររបស់ខ្ញុំក្នុងការធ្វើម៉េចឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលរួមទាំងអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាចឹងទ្រឹស្ដីខ្ញុំចុងក្រោយសូមឲ្យដោះអាវប៉ាក់ពាក់អាវរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតីអាណត្តិទី7នេះដើម្បីយករឿងប្រាសាទតាមុនតូចតាមុនធំក៏បីដើម្បីដោះស្រាយតុលាការអន្តរជាតិនេះដោយមានប្រសិទ្ធភាពបាទសូមអរគុណលោកគុជលី